ជ្រក់ខ្ទឹមនៅពេលដែលធ្វើលាយជាមួយនឹងឆៃថាវតិចៗទៅរសជាតិគេឡើងឆ្ងាញ់ម៉ាក់ខ្ញុំក៏ដែរធ្វើជ្រក់ខ្ទឹមសុទ្ធទេឲ្យតែធ្វើលាយជាមួយនឹងឆៃថាវជ្រក់ខ្ទឹមនេះបើរបៀបធ្វើមិនពិបាកធ្វើទេគ្រាន់តែយើងត្រូវការចំណាយពេលយូរបន្តិចក្នុងការធ្វើខ្ញុំមានខ្ទឹមសមានឆៃថាវ2មើមជាមួយនឹងម្ទេសយើងដាក់ម៉ាសាឡាញ់តាមយើងចូលចិត្តហឹរខ្លាំងហឹរតិចចឹងទៅខ្ទឹមសហ្នឹងម៉ាក់ខ្ញុំក៏ត្រាំទឹកឲ្យបានបកសបកព្រោះថាបកអញ្ចឹងលឿនចង់បកដោយមិនបាច់ត្រាំទឹកក៏បានអាស្រ័យលើទម្លាប់ប្រចាំផ្ទះមួយទេអញ្ចឹងបន្ទាប់ពីបកសបករួចហើយក៏ចាប់ផ្ដើមចិតខ្ទឹមនិងកបិតមកពីប្រទេសស្ដាងអញ្ចឹងមកចាត់បដាត្រាំជាមួយនឹងទឹកអំបិលហ្នឹងដាក់មកស្ព្រាបាយកំប៉ុងទៅហើយដាក់ទឹកមកល្មមហើយយើងចាត់បដាត្រាំនៅក្នុងទឹកនឹងបដាទៅតម្រាំតែចិត្តខ្ទឹមអស់វាជួយកាត់ជាតិហាងបានច្រើនដែរអញ្ចឹងក៏ចំណេញពេលវេលាមួយយ៉ាងបន្ទាប់ពីចិត្តហើយក៏យើងត្រាំទុកនៅក្នុងនឹងមកសន្ទុះអញ្ចឹងទៅហើយឆ្លៀតពេលនឹងដែរក៏ចាប់បដាមកចិត្តឆៃថាវ2មើមហ្នឹងគឺអាម៉ាក់ខ្ញុំក៏ចិត្តសបកហើយចិត្តស្ដាងដូចគ្នាបើឆៃថាវធំយើងអាចពុះវាជា2អញ្ចឹងទៅតែតូចមិនបាច់ទេបន្ទាប់ពីចិត្តឆៃថាវរួចហើយក៏យកឆៃថាវនោះមកប្រឡាក់ជាមួយអំបិលដូចគ្នាដើម្បីកាត់ជាតិហាងពីឆៃថាវឆៃថាវនិងខ្ទឹមនឹងគឺសិតតែមានជាតិហាងគ្រាន់តែថាខ្ទឹមហាងខ្លាំងជាងឆៃថាវអញ្ចឹងយើងផ្អាប់ឆៃថាវទុកបន្លែចាប់ផ្ដើមមកលាងខ្ទឹមត្រូវការលាងជាតិទឹកអំបិលនឹងចេញហើយសរោះវាម៉ាសាទៀតយកទៅផ្អាប់ជាមួយនឹងទឹកអំបិលម៉ាសាទៀតបើសិនជាយើងលាងអត់បានស្អាតអត់អស់ជាតិហាងទេនៅពេលដែលយើងធ្វើជ្រក់ខ្ទឹមទៅគឺវាហាងខ្លាំងមកហើយទោះជាយើងព្យាយាមផ្អាប់វាទុកចោលប្រហែលខែក៏ដោយក៏ជាតិហាងហ្នឹងគឺវាអត់បាត់ដែរទុកយូរទៅក្លិនខ្ទឹមកាន់តែខ្លាំងទៅពិបាកញ៉ាំហ្មងអញ្ចឹងប្រឡាក់ជាមួយអំបិលហើយផ្អាប់វាចោលឆ្លៀតពេលហ្នឹងគឺម៉ាក់ខ្ញុំគាត់មកហាន់ម្ទេសដែលម្ទេសហ្នឹងបើសិនជាបងប្អូនចូលចិត្តហឹរខ្លាំងក៏ដាក់រៀងច្រើនទៅបើសិនជាអត់ចេះយើងបន្ថែមបន្ថយតាមហ្នឹងណាបន្ទាប់ពីហាន់ម្ទេសរួចហើយគឺចាប់ផ្ដើមដល់វគ្គច្បាច់ខ្ទឹមដែលយើងប្រឡាក់មួយអំបិលមិញយកជាតិទឹកចេញអញ្ចឹងច្បាច់មកទំហឹងដៃមកនៅពេលដែលយើងប្រឡាក់ជាមួយអំបិលហើយខ្ទឹមរបស់យើងចុះទន់ហើយអញ្ចឹងមិនបាច់ភ័យថាច្បាច់ទឹកខ្លាច់បាក់ខ្ទឹមបាក់អីទេបន្ទាប់ពីច្បាច់ទឹកអំបិលចេញហើយឆៃថាវដែលយើងផ្អាប់ជាមួយនឹងអំបិលហ្នឹងយកមកលាងទឹកដែរលាងទឹកហើយក៏យើងច្បាច់វាដូចគ្នាព្រោះថាឆៃថាវនៅពេលដែលយើងប្រឡាក់ជាមួយអំបិលទៅក៏វាចុះទន់ដូចគ្នាដែរអញ្ចឹងបន្ទាប់ពីច្បាច់ទឹកអំបិលចេញហើយយើងដាក់ជាមួយគ្នាមកឆៃថាវជាមួយនឹងខ្ទឹមហ្នឹងបន្ទាប់ពីច្បាច់ស្ងួតទឹកអស់ហើយគឺចាប់ផ្ដើមលាងវាម្សាទៀតយកវាមកត្រាំទឹកហើយលាងពេលដែលយើងធ្វើចេះទៅគឺខ្ទឹមមកយកអត់មានជាតិហាងទេពេលយើងធ្វើហើយឆ្ងាញ់ហ្មងអត់មានធុំក្លិនកពុលអីនៅក្នុងនឹងឲ្យយើងពិបាកញ៉ាំទេឆ្លៀតពេលដែលត្រាំហ្នឹងគឺចាប់ផ្ដើមមករៀបចំគ្រឿងហ្នឹងគឺមានស្ករសមានទឹកត្រីមានទឹកខ្មេះជាមួយនឹងម្ទេសដែលយើងហាន់ហ្នឹងដំបូងហ្នឹងគឺយើងដាក់ដាំទឹកត្រីដាក់ស្ករសមួយកូនចានចង្កឹះទឹកត្រីចូលបន្ទាប់មកពេលដែលពុះហ្នឹងគឺយើងចាប់ផ្ដើមដាក់ម្ទេសចូលឲ្យហើយម្ទេសហ្នឹងគឺយើងត្រូវស្ងោរវាឲ្យឆ្អិនដើម្បីកុំឲ្យជ្រក់ខ្ទឹមរបស់យើងទុកយូរឡើងឬក៏ទុកយូរ10ផ្សិតមិនអញ្ចឹងយើងកូរវាឲ្យសព្វហើយបន្ទាប់ពីពុះគឺចាប់ផ្ដើមដាក់ទឹកខ្មេះនេះបងប្អូនអាចស្មានបានថាដាក់ប៉ុណ្ណាជូរអញ្ចឹងព្រោះទឹកខ្មេះរសជាតិអត់ដូចគ្នាទេទឹកខ្មេះខ្លះជូរខ្លាំងទឹកខ្មេះខ្លះអត់សូវជូរអញ្ចឹងបន្ទាប់ពីដាក់ទឹកខ្មេះពុះគឺបន្ថែមប៊ីចេងហើយនឹងអំបិលចូលដាក់តែបន្តិចទេដោយសារតែប្រើទឹកត្រីហើយខ្លាច់ប្រៃអញ្ចឹងបន្ទាប់ពីបង់គ្រឿងកូរឲ្យសព្វទុកឲ្យពុះបិទភ្លើងទុកម្លែកឲ្យទឹកជ្រក់ខ្ទឹមរបស់យើងចុះត្រជាក់នៅសល់កម្ដៅក្ដៅអ៊ុនសិនចាំដាក់ខ្ទឹមជាមួយនឹងឆៃថាវចូលអញ្ចឹងឆ្លៀតពេលដែរមកស្រង់ខ្ទឹមហើយនឹងឆៃថាវសិនព្រោះយើងត្រាំចោលមកសន្ទុះហើយទៅលាងច្រើនទឹកយើងអាចខាំសាច់ជ្រក់ខ្ទឹមនឹងបានវានៅមានជាតិហាងអត់បើសិនជាអត់មានទេយើងឈប់ត្រាំតែយើងស្រង់វាចេញពុះទឹកឲ្យស្ងួតហើយចាំយកវាមកចាក់ចូលទឹកជ្រក់ខ្ទឹមតែមានកម្ដៅក្ដៅអ៊ុនតិចដែលយើងលូកដៃចូលប៉ះអត់រលាបន្ទាប់ពីច្បល់សពហើយច្រកដាក់កែវខ្លះសេទុកក្នុងទូត្រជាក់ទៅជ្រក់ខ្ទឹមរបស់យើងស្រួយឆ្ងាញ់ហ្មងឬក៏យើងធ្វើឲ្យអាចញ៉ាំភ្លាមបានគាត់ថាយើងធ្វើភ្លាមវាអត់ងុំឆ្ងាញ់ដោយដែលយើងធ្វើដាក់ខ្លះសេទុកក្នុងទូចោល1ម៉ោងទៅ2ម៉ោងទេពេលដែលធ្វើរួចយើងអាចខ្លះសេទុកក្នុងទូបានយូរទុកបាន2-3អាទិត្យក៏អត់ខូចដែរទុកយូរងុំឆ្ងាញ់ហើយជ្រក់ខ្ទឹមរបស់យើងស្រួយហ្មង